គ្នាថ្ងៃនេះគឺអ្នកគ្រូមានលំហាត់ limit ដកស្រង់មួយចំនួនមកចែកជូនបងទាំងអស់គ្នាអញ្ចឹងដល់ limit ទី1របស់យើងគឺ limit ខិតទៅរក1នៃ x ការ៉េដក 3x បូក2ចែកនឹង x ការ៉េដក1អញ្ចឹងតើតើនៅលំហាត់ limit មុននឹងយើងចាប់ផ្ដើមដោះស្រាយគឺយើងត្រូវជួសលេខសិនចាជួសលេខយកលេខដែលគេឲ្យហ្នឹងទៅចំនួនទៅ x ខិតទៅរក1អញ្ចឹងបានគឺយក1ទៅចំនួនយើងបាន1ការ៉េដកនឹង3កតានឹង1បូក2ចែកជាមួយនឹង1ការ៉េដក1ចឹងឃើញ1ដក3បូក2ចែកជាមួយនឹង1ដក1គឺឃើញ0ចឹងស្មើភាគយកយើងកណិតទៅឃើញ0លើ0ណាចឹងគេថាឃើញតម្រង0លើ0ចេះតាមវិធីដែលយើងត្រូវដោះស្រាយគឺយើងត្រូវដាក់កន្សោមរបស់យើងទៅជាផលគុណកតាសិនភាគយកភាគបែងរបស់យើងជាផលគុណកតាចឹងរៀងតម្រងរបស់យើងគឺរៀង0លើ0ចឹងអ្នកគ្រូអាចទៅសេវាជាផលគុណកតាបាន x ខិតទៅរក1x ការ៉េដក 3x ដក2អញ្ចឹងគឺប្រើតាមវិធីគុណខ្វែងណាចឹងយើងបាន x ការ៉េអ្នកគ្រូបំបែកបាន x គុណនឹង x ហើយលេខ2ខាងចុងគឺយើងបំបែកបាន2គុណជាមួយនឹង1ដោយសារលេខខាងចុងយើងគឺសញ្ញាបូកចឹងមេថាសញ្ញារបស់យើងនេះគឺអាចបូកទាំង2ឬក៏ដកទាំង2ចឹងបូកទាំង2ឬដកទាំង2អាស្រ័យលើតួកណ្ដាលរបស់យើងណាដោយសារតួកណ្ដាលយើងដកចឹងអានេះគ្រូបាន x ដក2គេតានឹង x ដក1ដូចគ្នាចង់ដឹងថាត្រូវខុសគឺយើងត្រូវគុណផ្ទៀងផ្ទាត់មកវិញហើយភាគបែងរបស់យើងវិញណាភាគបែងគឺយើងមាន x ការ៉េដក1អញ្ចឹងមួយនេះអ្នកគ្រូអាចទៅសេវាបាន1ការ៉េដែរអញ្ចឹងត្រូវជាមួយនឹងរូបមន្ត a ការ៉េដក b ការ៉េអញ្ចឹងយើងបាន a យើងគឺ x ដក b គឺដក1កតាជាមួយនឹង a បូក b ប៉ុណ្ណឹងទេណាបន្ទាប់ពីយើងផលកតាហើយយើងឃើញកតាដែលដូចគ្នាគឺ x ដក1និង x ដក1អញ្ចឹងអ្នកគ្រូអាចសម្រួលទៅនៅសល់តែ limit x ខិតទៅរក1នៃ x ដក2ចែកជាមួយនឹង x បូក1ទេយើងសម្រួលកតានេះចោលមួយហើយណាយើងមិនចាំគូឈរអញ្ចឹងនៅក្នុងកិច្ចការយើងក៏បានយើងទៅសេកនេះយកតែម្ដងមកចឹងបន្ទាប់ពីយើងសម្រួលហើយយើងមាន limit ថ្មីគឺ limit ខិតទៅរក1នៃ x ដក2ចែកនឹង x បូក1ចឹងយើងយក1ទៅចំនួនម្ដងទៀតទៅបាន1ដក2ចែកជាមួយនឹង1បូក1ឬក៏អ្នកគ្រូកញ្ញាឃើញដក1លើ2ចាអញ្ចឹងគឺយើងបានប៉ុណ្ណឹងចូលដល់លំហាត់ខគឺអ្នកគ្រូមាន limit ខិតទៅរក0នៃដក sin 2x ចែកជាមួយនឹង xចឹងបានអ្នកគ្រូយក0ទៅចំនួន sin 0គឺ0ហើយភាគបែងយើងក៏0ដែរចឹងនៅតែតម្រងរៀង0លើ0ដដែលចឹងដោយសារវាជា limit ត្រៃកោណមៀតចឹងដើម្បីកាត់នេះគឺយើងត្រូវបំលែងវាចូលរូបមន្តណាដោយសារតែ sin ពាក្យរបស់យើងមាន sin 2x ចឹងគឺយើងអនុវត្តតាមរូបមន្ត limit x ខិតទៅរក0នៃ sin អ៊ុយចែកជាមួយនឹងអ៊ុយគឺស្មើ1ចឹងបងបំលែងធ្វើម៉េចឲ្យភាគបែងហើយនឹងមុំនៃ sin របស់យើងអានេះគុំរបស់យើងគឺដូចគ្នាចឹងអានេះអ្នកគ្រូអាចទៅសេវាទៅជា limit x ខិតទៅរក0ដល់ sin 2x នៅដែរចែកនឹងភាគបែងយើងមាន x ហើយចឹងនៅខ្វះមេគុណ2ចឹងគ្រូអាចថែម2ពីមុខហើយ x កាលណាថែមគឺលើសណាចឹងយើងគុណទៅវិញដោយសារយើងថែមភាគបែងចឹងយើងត្រូវគុណថែមនៅភាគយកអញ្ចឹងមានថាម្ដុំនេះគឺយើងឃើញស្មើនឹងប៉ុន្មានចឹងស្មើនឹង1ចឹងនៅសល់ដក1គុណ2ចឹងដក1គុណ2ចម្លើយគឺស្មើនឹងដក2តោះលំហាត់កគឺអ្នកគ្រូមាន limit x ខិតទៅរកដកអាណានៃ e ស្វេគុណ x បូក2ចែកនឹងស្វេគុណ x ដក2ចឹងយើងយកទៅចំណុចដូចគ្នាចឹងពេលដែលអ្នកគ្រូចំណុចទៅគឺបាន ស្វេគុណដកអាណានបូក2ចែកជាមួយនឹង ស្វេគុណដកអាណានដក2ចាអញ្ចឹងរបស់យើងបញ្ចេញមកគឺបាន0ណាដោយសារយើងបំលែងទៅបាន1លើ ស្វេគុណបូកអាណានចេះវិញហើយបានបូក2ចែកជាមួយនឹង1លើ ស្វេគុណបូកអាណានចែកជាមួយដកជាមួយនឹង2ចាដក2អញ្ចឹងស្វេគុណបូកអាណានគឺអាណានហើយចឹងមួយចំនួនអាណានរបស់យើងគឺឃើញ0អញ្ចឹងភាគយកយើងនៅសល់តែ2ទេខាងក្រោមគឺដូចគ្នា1លើ ស្វេគុណបូកអាណាននេះគឺឃើញ0ដែរអញ្ចឹងនៅសល់តែដក2ទេអញ្ចឹងយើងបាន2ចែកដក2គឺស្មើនឹងដក1ចូលដល់លំហាត់ខគឺអ្នកគ្រូមាន limit x ខិតទៅរក1 ln ការ៉េ x ដក3ចែកនឹង1បូកនឹង ln x អញ្ចឹងយើងធ្វើការចំណុចដូចគ្នាណាចាអ្នកគ្រូបាន ln 1ការ៉េដកជាមួយនឹង3ចែកជាមួយនឹង1បូកជាមួយនឹង ln 1អញ្ចឹង ln 1យើងដឹងហើយចម្លើយវាគឺស្មើនឹង0ណា0អញ្ចឹងនៅសល់តែ0ដក3ចែកជាមួយនឹងខាងក្រោមគឺ1បូក0ដូចគ្នាអញ្ចឹងបានដក3លើ1ស្មើនឹងដក3ចាស្មើដក3ជាចម្លើយហើយមួយទៀតគឺចូលលំហាត់ងរបស់យើងណាលំហាត់ងចូលដល់លំហាត់ងគឺអ្នកគ្រូមាន limit ខិតទៅរកបូកអាណាន ស្វេគុណ x ចែកបូកជាមួយនឹង x ស្វេគុណ4ហើយបានចែកជាមួយនឹង x ការ៉េដកពី ស្វេគុណ x បូក1អញ្ចឹងយើងចំនួនសិនបានអ្នកគ្រូចំនួនស្វេគុណអាណានគឺអាណាន x ស្វេគុណ4អាណានស្វេគុណ4គឺនៅតែអាណានអញ្ចឹងភាគយកអញ្ចឹងគឺឃើញអាណានដល់ភាគបែងចា x ការ៉េក៏អាណាន ស្វេគុណ x ក៏អាណានអញ្ចឹងភាគបែងនេះក៏ឃើញអាណានស៊ីសងគ្នាដែរណាអញ្ចឹងសរុបមករាងរបស់យើងតម្រងរបស់យើងគឺមានរាងអាណានលើអាណានអញ្ចឹងលំហាត់ដែលមានរាងអាណានលើអាណានជាទូទៅគឺយើងត្រូវទាញតួមានដក្រីខ្ពស់ជាកតាអញ្ចឹង limit x ខិតទៅរកបូកអាណានដល់តែអូនត្រូវមើលណាស្វេគុណ x ហើយនឹង x ស្វេគុណ4តើមួយណាដែលធំជាងពីរហ្នឹងអានគុំពីរហ្នឹង
chẳngប្រកាសជា e សេកុន x ធំជាងដោយសារតែ x របស់យើងគឺនៅកន្លែងទូសានអញ្ចឹងអ្នកគ្រូទិញ e សេកុន x ជាកតាទៅនៅសល់1បូកនឹង x សេកុន4ចែកជាមួយនឹង e សេកុន x ហើយខាងក្រោមគឺដូចគ្នាដែរណាគឺអ្នកគ្រូទិញតួដែលមាន e សេកុន x នេះជាកតាអញ្ចឹងគ្រូទិញ e សេកុន x ទៅនៅសល់ x ការ៉េចែកនឹង e សេកុន x ដកនឹង2ហើយបាត់បួកនឹង2ចែកឲ្យ e សេកុន x ចាដោយសារតែ e សេកុន x ធំជាង x សេកុន n ឬក៏ x សេកុន4 x សេកុន2ហ្នឹងចាំមានថាកន្សោមរបស់យើងម្ដុំនេះគឺស្មើនឹង0ចាកន្លែងនេះក៏ស្មើនឹង0ហើយនេះក៏ស្មើនឹង0ដែរអញ្ចឹងសេកុន x និង សេកុន x យើងសម្រួលអស់អញ្ចឹងនៅសល់តែលទ្ធផលរបស់យើងគឺនៅសល់ភាគយកនៅសល់1ហើយភាគបែងរបស់យើងគឺនៅសល់ដក2អញ្ចឹងចម្លើយយើងគឺឃើញដក1លើ2ចាចុចដល់លំហាត់ចោលរបស់យើងវិញដូចគ្នាដែរហ្នឹងយើងមាន limit ខិតទៅរក0នៃឬការ៉េ1បូក x ដក1ចែកជាមួយនឹង 4x អញ្ចឹងបើសិនជាអ្នកគ្រូជួសទៅចាជួស0ទៅឃើញ1ដក1គឺស្មើ0ហើយភាគបែងរបស់យើងយក0ទៅជំនួសក៏ឃើញ0ដែរអញ្ចឹងថាតម្រងរបស់យើងគឺឃើញរាង0លើ0អញ្ចឹងខាងនេះយើងឃើញរាង0លើ0គឺយើងទៅដាក់វាជាផលគុណកតាតែមិនអាចផលគុណកតាដោយសារតែជាប់រ៉ាឌីកាល់គឺយើងត្រូវគុណបាត់រ៉ាឌីកាល់នេះសិនណាតែដើម្បីបាត់រ៉ាឌីកាល់បានតែគុណនឹងកន្សោមឆ្លាស់របស់ភាគយករបស់យើងគឺ1បូក x ដក1កន្សោមឆ្លាស់វាគឺត្រូវនឹងឬការ៉េនៃ1បូក x បូក1ហើយភាគបែង 4x គឺនៅដែរតែមុនហ្នឹងយើងបានគុណនឹងភាគយកអញ្ចឹងភាគបែងគឺយើងត្រូវគុណដូចគ្នា1បូក x បូក1ដែរហើយបានស្មើជាមួយនឹង limit x ខិតទៅរក0ភាគយកយើងគឺចូលរង្វាន់ a ដក b កតានឹង a បូក b អញ្ចឹងតាមរង្វាន់របស់យើងគឺត្រូវជាមួយនឹង a ការ៉េដែល a យើងគឺ1បូក x ហើយលើជាការ៉េដកនឹង b យើងគឺ1ក៏លើជាការ៉េដែរហើយបានចែកនឹងភាគបែងយើងគឺនៅដែរសិនទៅ 4x កតានឹង1បូក x ហើយបានបូក1ទៀតអញ្ចឹងតោះយើងកណនីភាគយកស្មើនឹង limit x ខិតទៅរក0នៃ1នេះជាងរួចណា1បូក x ហើយបានដក1ហើយបានចែកនឹង 4x គឺនៅដែរកតានឹងឬការ៉េនៃ1បូក x ហើយបានបូក1អញ្ចឹងត្រង់ចំណុចនេះយើងឃើញ1ដក1នេះគឺ0នៅសល់តែ x ទេភាគយកអញ្ចឹង x ភាគយកនិង x ភាគបែងនេះគ្រូសម្រួលចោលទៀតអញ្ចឹងនៅសល់ចុងក្រោយណាភាគយករបស់យើងគឺសល់1ចែកនឹងភាគបែងយើងគឺ4កតានឹងយក0ទៅចុះម្ដងទៀតអញ្ចឹងនៅសល់តែ1វាជាងវិរាឌីកាបាន1បូក1គឺបាន2អញ្ចឹងឃើញចម្លើយស្មើនឹង1លើ8ចឹងអ្នកគ្រូមាន limit ប៉ុណ្ណឹងចឹងតាមបងប្អូនអរគ្នាជួបគ្នាវីដេអូក្រោយទៀតបាយ